តលយៈភាពនៃជីវិតការរៀនរស់តាមបែបទំនើបកម្មរបស់ Bill Gates និងភាពសាមញ្ញរបស់មហាថ្មគុន្ធីបើទោះបីជាបុគ្គលទាំងពីររូបរស់នៅក្នុងសម័យកាលខុសគ្នានិងមានវិថីជីវិតខុសគ្នាប៉ុន្តែពួកគេមានចំណុចរួមមួយគឺការប្រើប្រាស់ជីវិតឲ្យមានតម្លៃបំផុតសម្រាប់ពិភពលោកយើងនឹងពិនិត្យមើលថាតើភាពវៃឆ្លាតផ្នែកបច្ចេកវិទ្យារបស់ Bill Gates និងភាពស្ងប់ស្ងាត់របស់គុន្ធីអាចជួយឲ្យយើងរស់នៅបានប្រសើរយ៉ាងដូចម្តេចក្នុងសម័យកាលនេះ 1. វិន័យនិងការរៀនសូត្រឥតឈប់ឈរទស្សនៈ Bill Gates គាត់តែងតែផ្ដោតលើការអានសៀវភៅនិងការអភិវឌ្ឍខ្លួនជីវិតដែលជោគជ័យគឺជីវិតដែលមិនឈប់ដើរតាមការអភិវឌ្ឍនៃពិភពលោកឯលោកគុន្ធីវិញលោកបានពោលថាចូលរស់នៅដូចជាអ្នកត្រូវស្លាប់នៅថ្ងៃស្អែកចូលរៀនសូត្រដូចជាអ្នកត្រូវរស់នៅជារៀងរហូតក្នុងន័យនេះចង់បង្ហាញថាការរស់នៅប្រកបដោយគុណភាពចាប់ផ្ដើមចេញពីការបើកចិត្តរៀនសូត្រមិនថាពិភពលោកដើរលឿនយ៉ាងណាបើយើងមានចំណេះដឹងយើងនឹងមិនវង្វេងផ្លូវឡើយ 2. ភាពសាមញ្ញនិងការលះបង់លោកគុន្ធីភាពសាមញ្ញគឺជាអំណាចការកាត់បន្ថយតម្រូវការខាងសម្ភារៈធ្វើឲ្យចិត្តយើងមានសេរីភាពឯទស្សនៈរបស់លោក Bill Gates វិញលោកមានប្រសាសន៍ថាបើទោះបីជាគាត់ជាមហាសេដ្ឋីប៉ុន្តែគាត់ផ្ដោតខ្លាំងលើសប្បុរសធម៌ការរស់នៅមិនមែនដើម្បីតែការសន្សំទ្រព្យនោះទេប៉ុន្តែគឺដើម្បីចែករំលែកនិងការដោះស្រាយបញ្ហាសង្គមការរស់នៅដែលមានសុភមង្គលគឺការដឹងថាខ្លួនឯងមានតម្លៃសម្រាប់អ្នកដទៃកុំឲ្យសម្ភារៈនិយមមកគ្រប់គ្រងជីវិតយើងខ្លាំងពេក 3. ការតស៊ូនិងការចេះអត់ធ្មត់ទាំងលោក Bill Gates និងលោកគុន្ធីសុទ្ធតែធ្លាប់ឆ្លងកាត់ការបដិសេធនិងការរិះគន់គុន្ធីប្រើភាពស្ងប់ស្ងាត់ឈ្នះលើកំហឹងចំណែក Bill Gates ប្រើដំណោះស្រាយឈ្នះលើបញ្ហានៅក្នុងន័យនេះបង្រៀនយើងឲ្យចេះអត់ធ្មត់ក្នុងជីវិតនៅពេលជួបឧបសគ្គចូលប្រើបញ្ញានិងចិត្តដែលត្រជាក់ដើម្បីដោះស្រាយសរុបសេចក្តីមកការរស់នៅតាមបែប Bill Gates បង្រៀនយើងឲ្យមានទស្សនវិស័យវែងឆ្ងាយនិងប្រើបច្ចេកវិទ្យាឲ្យមានប្រយោជន៍ចំណែកគុន្ធីបង្រៀនយើងឲ្យត្រឡប់មកស្វែងរកសន្តិភាពក្នុងចិត្តនិងការរស់នៅដោយសច្ចធម៌ជីវិតដែលល្អបំផុតគឺជាជីវិតដែលដើរទាន់សម័យកាលប៉ុន្តែមិនបំភ្លេចសីលធម៌និងភាពជាមនុស្ស